អាយុដំអភិសន្តិបណ្ឌិតសសុខាអញ្ជើញជាអធិបតីពិធីប្រកាសដាក់ឲ្យប្រើប្រព័ន្ធតាមដានថវិកាឃុំសង្កាត់និងផ្សព្វផ្សាយចរាចរណ៍អន្តរក្រសួងលេខ007ពិធីប្រកាសដាក់ឲ្យប្រើប្រព័ន្ធតាមដានថវិកាឃុំសង្កាត់និងផ្សព្វផ្សាយចរាចរណ៍អន្តរក្រសួងលេខ007ស្ដីពីការគ្រប់គ្រងការចាត់ចែងនិងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គមនិងអនាម័យបរិស្ថាននៃមូលនិធិក្រុងស្រុកនិងមូលនិធិឃុំសង្កាត់ត្រូវបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី8ខែធ្នូឆ្នាំ2025ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់អាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅទីស្តីការក្រសួងពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃអាយុដំប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនាយកអង្គការ UNICEF ប្រចាំប្រទេសកម្ពុជាអាយុដំលោកជំទាវអភិបាលនៃគណៈអភិបាលរាជធានីខេត្តនិងអាយុដំលោកជំទាវលោកស្រីតំណាងដៃគូអភិវឌ្ឍនិងអង្គការសង្គមស៊ីវិលសរុបចំនួន225នាក់បើតាមអាយុដំសួរប្រាថ្នាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃកម្មវិធីប្រព័ន្ធតាមដានថវិកាឃុំសង្កាត់គឺជាកម្មវិធីឆ្លាតវៃមួយដែលអនុញ្ញាតឲ្យស្មានឃុំសង្កាត់និងជំនួយការហិរញ្ញវត្ថុអាចបញ្ចូលទិន្នន័យពាក់ព័ន្ធនឹងថវិកាឃុំសង្កាត់ប្រចាំឆ្នាំនិងធ្វើការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅតាមរដ្ឋបាលឃុំសង្កាត់សម័យនីមួយៗអាយុដំអគ្គនាយកបានឲ្យដឹងទៀតថាកម្មវិធីនេះគឺមានភាពងាយស្រួលដោយសារអ្នកប្រើប្រាស់នៅរដ្ឋបាលឃុំសង្កាត់អាចបញ្ចូលទិន្នន័យបានជាមួយនឹងមុខងារបញ្ចូលទិន្នន័យដោយមិនចាំបាច់ប្រើប្រាស់សេវាអ៊ីនធឺណិតក្នុងករណីឃុំសង្កាត់ណាមួយមិនសូវមានសេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយអ្នកប្រើប្រាស់គ្រាន់តែបញ្ចូលទិន្នន័យអំពីការរៀបចំថវិកាប្រចាំឆ្នាំនិងរក្សាទុកបណ្ដោះអាសន្នក្នុងទូរស័ព្ទដៃឬ tablet ឬ iPadអាយុដំបញ្ជាក់ទៀតថាប្រព័ន្ធថ្មីនេះបានអនុវត្តសាកល្បងជាច្រើនលើកច្រើនសារជាមួយមន្ត្រីទទួលបន្ទុកឃុំសង្កាត់នៅតាមបណ្ដាខេត្តមួយចំនួនរួមមានខេត្តកំពតខេត្តតាកែវខេត្តកំពង់ធំខេត្តសៀមរាបខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងដើម្បីធានាថាប្រព័ន្ធថ្មីនេះអាចដំណើរការបានដោយរលូនមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់និងអាចឲ្យប្រជាពលរដ្ឋបានទទួលព័ត៌មានពាក់ព័ន្ធនឹងដំណើរការរៀបចំអនុម័តនិងអនុវត្តថវិការបស់រដ្ឋបាលឃុំសង្កាត់បានលឿនឆាប់រហ័សនិងទាន់ពេលវេលាអាយុដំកែវពេញវត្តប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងថាការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធនេះគឺជាជំហានដ៏សំខាន់មួយទៀតក្នុងការជំរុញកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដោយធានាថាធនធានហិរញ្ញវត្ថុរបស់ជាតិត្រូវបានប្រើប្រាស់ប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពនៅថ្នាក់មូលដ្ឋានអាយុដំបានគូបញ្ជាក់ថាប្រព័ន្ធតាមដានថវិកានេះនឹងជួយឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធអាចតាមដាននិងត្រួតពិនិត្យការអនុវត្តថវិកាឃុំសង្កាត់បានកាន់តែច្បាស់លាស់និងទាន់ពេលវេលាដើម្បីធានាថាថវិកាត្រូវបានចំណាយចំគោលដៅនិងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋបើតាមលោកបណ្ឌិតវីលផាកនាយកអង្គការ UNICEF ប្រចាំប្រទេសកម្ពុជាចរាចរណ៍អន្តរក្រសួងនេះជាឱកាសដ៏សំខាន់មួយក្នុងការធានាថាថវិកានៅមូលដ្ឋានត្រូវបានប្រើប្រាស់ដើម្បីវិនិយោគទៅលើសេវាសំខាន់ៗដែលប៉ះពាល់ដល់សុខុមាលភាពរបស់កុមារដូចជាសេវាថែទាំសុខភាពបឋមអាហារូបត្ថម្ភនិងអនាម័យបរិស្ថានជាដើមលោកបានគូបញ្ជាក់ថាប្រព័ន្ធតាមដានថវិកាឃុំសង្កាត់នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនតម្លាភាពនិងគណនេយ្យភាពដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការកសាងជំនឿទុកចិត្តរបស់សាធារណជននិងដៃគូអភិវឌ្ឍន៍លោកក៏បានគូបញ្ជាក់ថាអង្គការ UNICEF មានមោទនភាពក្នុងការគាំទ្រពីក្រសួងមហាផ្ទៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការប្រកាសដាក់ឲ្យប្រើប្រាស់និងដាក់ដំណើរការប្រព័ន្ធនេះគ្របដណ្ដប់នៅទូទាំងប្រទេសថ្លែងក្នុងឱកាសនោះអាយុដំអភិសន្តិបណ្ឌិតបានមានប្រសាសន៍ថាសមិទ្ធផលថ្មីនៃការដាក់ឲ្យប្រើប្រាស់និងផ្សព្វផ្សាយពេលនេះការចេញពីភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជានិងអង្គការ UNICEF ដែលស្ថិតក្រោមឆ័ត្រនៃកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការក្នុងគោលដៅដើម្បីលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិសម្ដៅឆ្លើយតបទៅនឹងតម្រូវការផ្សេងៗគ្នារបស់ប្រជាពលរដ្ឋមូលដ្ឋាននិងលើកកម្ពស់ជីវភាពរស់នៅប្រកបដោយប្រសិទ្ធភាពបរិយាបន្ននិងសមធម៌សង្គមអាយុដំអភិសន្តិបណ្ឌិតបានចាត់ទុកសមិទ្ធផលទាំងនេះគឺការចេញតាមរយៈកិច្ចខិតខំប្រឹងប្រែងកសាងរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីឲ្យក្លាយជារដ្ឋបាលឯកភាពដែលមានមុខងារធនធាននិងការទទួលខុសត្រូវច្បាស់លាស់មានសមត្ថភាពនិងមានលទ្ធភាពកាន់តែច្រើនក្នុងការពង្រឹងការគ្រប់គ្រងរដ្ឋបាលដែនដីការផ្តល់សេវាសាធារណៈការរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយភាពធន់និងមានចីរភាពអាយុដំអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានណែនាំដល់រដ្ឋបាលរាជធានីខេត្តត្រូវយកចិត្តទុកដាក់គាំទ្រនិងជំរុញដល់រដ្ឋបាលក្រុងស្រុកនិងរដ្ឋបាលឃុំសង្កាត់ក្នុងការប្រើប្រព័ន្ធតាមដានថវិកាឃុំសង្កាត់និងអនុវត្តចរាចរណ៍អន្តរក្រសួងលេខ007ដល់ការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់និងបង្កើនការលើកកម្ពស់សុខភាពនិងសុខុមាលភាពរបស់ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះនិងយកចិត្តទុកដាក់ក្នុងការពង្រឹងលើការអនុវត្តគម្រោងអភិវឌ្ឍន៍នានាឲ្យកាន់តែមានប្រសិទ្ធភាពតម្លាភាពនិងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ពលរដ្ឋដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់នៅក្នុងការបន្តការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនិងឈានទៅលើបំបត្តិភាពក្រីក្ររបស់ពលរដ្ឋនៅមូលដ្ឋានស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល
គួររំលឹកថាសារាចរអន្តរក្រសួងស្តីពីការគ្រប់គ្រងការចាត់ចែងនិងការកំណត់មុខសញ្ញាសេវាសង្គមនិងអនាម័យបរិស្ថាននៃមូលនិធិក្រុងស្រុកនិងមូលនិធិឃុំសង្កាត់ត្រូវបានចុះហត្ថលេខាដោយឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តមអគ្គបណ្ឌិតសភាចាអូនប៉ុនមនីរតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីថ្ងៃទី25 ខែមេសាឆ្នាំ2025